បងឌីបានទៅបបួលបង្សឹកទៅបបបាញ់សត្វនៅឯក្នុងព្រៃជ្រៅដោយសារតែពួកគាត់រកសត្វនៅព្រៃក្បែរភូមិបានតែសត្វតូចៗទើបពួកគាត់សម្រេចចិត្តចូលព្រៃជ្រៅនៅយប់នេះដល់ពេលយប់ឡើងបងឌីនិងបងសឹកបានធ្វើដំណើរចូលទៅក្នុងព្រៃនៅពេលដែលពួកគាត់ដើរចូលទៅកាន់តែជ្រៅពួកគាត់បានឮសំឡេងសត្វព្រៃទាំងតូចទាំងធំប៉ុន្តែនៅពេលដែលពួកគាត់កាន់ដើរចូលទៅពួកគាត់កាន់តែត្រជាក់និងមេឃកាន់តែងងឹតទៅធ្វើឲ្យពួកគាត់ទាំងពីរនាក់ព្រឺចង់ខ្នោប៉ុន្តែពួកគាត់នៅតែមានភាពក្លាហានណាស់ទៅទៀតមួយសន្ទុះក្រោយមកគាត់បានឃើញក្លងទឹកមួយគាត់ក៏សម្រេចចិត្តចូលទៅពូននៅគុំព្រៃក្បែរនោះគាត់រងចាំមួយសន្ទុះក៏ឃើញសត្វជោគព្រៃមួយដើរមកពីចម្ងាយនៅពេលដែលសត្វជោគព្រៃនោះចូលមកកាត់តែគៀពួកគាត់បានដំណងកំព្រានទៅហើយបងឌីក៏បានបាច់សត្វជោគព្រៃនោះដួលមកហើយបងឌីក៏ស្ទុះទៅកន្លែងជោគព្រៃនោះពេលហ្នឹងបងឌីសមាជិកណាស់ហើយគាត់ក៏បានស្រែកហៅបងសត្វឲ្យមកកន្លែងសត្វជោគព្រៃនេះពេលបងសត្វមកដល់គាត់តក់សពជាខ្លាំងព្រោះអីគាត់ឃើញនេះមិនមែនជាសត្វជោគព្រៃទេតែគឺជាខ្មោចដែលមានមុខមាត់ហើមភ្នែកធំកំពុងតែសម្លប់មើលមុខគាត់ពេលនោះបងឌីបានហៅបងសត្វតែបងសត្វគាត់មិនឆ្លងទេនៅពេលដែលបងសត្វងាកមកគាត់បានប្រាប់ថាគាត់មិនឃើញជោគព្រៃទេតែគាត់ឃើញគឺជាខ្មោចពេលនោះបងឌីគាត់មិនជឿទេហើយព្រោះអីគាត់មើលឃើញវាគឺជាសត្វជោគព្រៃគាត់ក៏បានយកវាមកផ្ទះរហូតដល់ព្រឹកឡើងគាត់បានមកមើលសត្វជោគព្រៃរបស់គាត់បំរុងនឹងយកវាទៅធ្វើម្ហូបប៉ុន្តែគាត់ឃើញនោះគឺជាសត្វជោគព្រៃដែលហើមរលួយទៅហើយគាត់ឈរណាស់ព្រោះអីសត្វនេះគាត់ទើបបាញ់បានការពីយំមិនទេហើយរួយវាសោយហើមលឿនម្ល៉េះពេលហ្នឹងបងឌីក៏បានរត់ទៅហៅបងសត្វឲ្យមកមើលពេលបងសត្វមកដល់គាត់និយាយថាអញប្រាប់ហើយថាវាមិនមែនជាជ្រូកព្រៃទេវាគឺជាខ្មោចព្រោះអីការប្រជុំមិនអញឃើញគឺជាខ្មោចបងឌីគាត់នៅតែមិនជឿហើយគាត់បបួលបងសត្វទៅយប់នេះទៀតប៉ុន្តែបងសត្វគាត់ថាគាត់មិនទៅទេហើយគាត់ប្រាប់បងឌីកុំឲ្យទៅពេលឮថាបងសត្វមិនទៅបងឌីខឹងហើយគាត់ថាបើហើយទៅអញទៅតែឯងក៏បានដែរនៅពេលជប់ឡើងបងឌីក៏បានធ្វើដំណើរចូលទៅក្នុងព្រៃម្នាក់ឯងហើយនៅពេលដែលគាត់ចូលទៅដល់ក្នុងព្រៃជ្រៅនឹងកន្លែងការពីម្សិលមិត្តវាហាក់ដូចជាប្លែកខុសពីរដូវព្រោះអីជួងនេះគ្មានឮសំឡេងសត្វជួងទេសូម្បីតែសត្វចង្រិតមួយជួងក៏គ្មានបងឌីក៏បានទៅពួននៅគុំព្រៃដូចកាលពីម្សិលមិញគាត់ចាំរហូតប្រហែល1 ម៉ោងគាត់ក៏បានឃើញភ្លៀងពណ៌ទឹកក្រូចហោះនៅពីចម្ងាយវាមានប្រហែលជា10 20 ដងហើយវាក៏បានហោះទៅបាត់ហើយមួយសន្ទុះក្រោយមកគាត់ក៏បានឃើញសត្វជោគព្រៃមួយមកគាត់ក៏ទាញកាំភ្លើងបាត់
លើពេលនោះសត្វតែមានដុំភ្លឺមួយហោះមកដល់គាត់មើលទៅឃើញច្បាស់វាគឺជាក្បាលរបស់ខ្មោចតែវាមានត្រឹមតែក្បាលទេជាមួយនឹងដុំភ្លើងហើយមានពន្លឺភ្លឺពេលនោះដុំភ្លើងនោះសោតដាក់គាត់ហើយវាក៏ហោះចេញឆ្ងាយវិញប៉ុន្តែបានមួយផ្លែតមកត្រាប់តែមានដុំភ្លើងជាច្រើនហោះមកព័ទ្ធជុំវិញគាត់ដែលគាត់ឃើញនោះសត្វតែជាក្បាលខ្មោចភ្នែកពណ៌ក្រហមហើយពួកវាសោតដាក់គាត់យ៉ាងគួរឲ្យខ្លាចគាត់ក៏យកកំភ្លើងបាញ់វាប៉ុន្តែវាមិនអាចធ្វើអ្វីខ្មោចនៅបានទេគាត់ក៏ប្រឹងរត់ទៅរកផ្ទះគាត់វិញខ្មោចទាំងអស់នោះក៏បានហក់ដេញគាត់ពីក្រោយយ៉ាងលឿនពេលនោះបងឌីគាត់ភ័យជាខ្លាំងនៅពេលដែលគាត់មកដល់ផ្ទះគាត់ក៏បានទាំងនរខ្លួនគាត់ដេកគ្រុនអស់ប៉ុន្មានថ្ងៃរហូតគាត់បានធូរស្បើយគាត់ក៏បាននិយាយប្រាប់ទៅញាតិភូមិរបស់គាត់ហើយក្រោយមកនៅតែមានមនុស្សបន្តចូលក្នុងព្រៃនោះហើយជួបរឿងមិនខុសពីគាត់ទេ